ប្រតិភូយុវជនកាកបាទក្រហមជប៉ុនសាខា Hiroshima មកទស្សនកិច្ចសិក្សានៅកម្ពុជានាសប្តាហ៍កន្លងទៅនេះប្រតិភូយុវជនកាកបាទក្រហមជប៉ុនសាខា Hiroshima និងយុវជនកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចូលរួមដាំកូនឈើចំនួន200ដើមនៅស្រុករុនតាឯកដេជោសែនក្រោមអធិបតីភាពលោកជំទាវពុំចន្ទនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជានិងឯកឧត្តមគុជលីណាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបព្រមទាំងវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីថ្នាក់កណ្ដាលមន្ត្រីសាខាអនុសាខាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាក្រុងរុនតាឯកដេជោសែនស្រុកប្រមាណ49នាក់នេះឱកាសនោះលោកកាតាកាគីសាន់តានីនាយកផ្នែកទំនាក់ទំនងអន្តរជាតិកាកបាទក្រហមជប៉ុនសាខា Hiroshima និងជាប្រធានដឹកនាំប្រតិភូជប៉ុនមានប្រសាសន៍ថាលោកថ្លែងអំណរគុណយ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានរៀបចំកម្មវិធីស្នាក់នៅតាមផ្ទះសាលារៀនសហគមន៍និងទស្សនកិច្ចសិក្សាអំពីវប្បធម៌ប្រពៃណីខ្មែរនៅតាមតំបន់អង្គរលោកជំទាវអគ្គលេខាធិការក៏បានថ្លែងអំណរគុណដល់កាកបាទក្រហមជប៉ុនដែលបានបន្តរឹតចំណងសាមគ្គីភាពជាបងប្អូនរបស់សមាគមជាតិទាំងពីរពិសេសនៅតែបន្តដំណើរទស្សនកិច្ចសិក្សារយៈពេលពេញមួយសប្តាហ៍នៅកម្ពុជាទោះបីដឹងថាពេលនេះកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយនឹងប្រទេសថៃក៏ដោយទស្សនកិច្ចលើកទី1នេះបានផ្ដល់ឱកាសឲ្យយុវជនទាំងពីរសមាគមជាតិបានរៀនរស់ជាមួយគ្នាក្នុងនាមជាគ្រួសារតែមួយដែលបានផ្លាស់ប្ដូរនៅបទពិសោធន៍និងវប្បធម៌ជាមួយគ្នាទៅវិញទៅមកនិងធ្វើសកម្មភាពរួមជាមួយគ្នាជាច្រើនក្នុងការលើកកម្ពស់អនាម័យបរិស្ថានសន្តិភាពសាមគ្គីភាពភេរវភាពតម្លៃមនុស្សធម៌និងការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងសហគមន៍លោកជំទាវបានបញ្ជាក់ថាព្រៃឈើមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់មនុស្សជាតិនិងនៅលើភពផែនដីព្រៃឈើពិតជារួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុផ្ដល់ជម្រកផ្ដល់ម្លប់ផ្ដល់ខ្យល់បរិសុទ្ធជួយទប់សំណឹកដីរក្សាបាននៅប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវៈចម្រុះនិងសូមឲ្យយុវជនជំនាន់ក្រោយរួមគ្នាដាំដើមឈើឲ្យបានគ្រប់គ្នាបន្តមកលោកជំទាវអគ្គលេខាធិការក៏បានដឹកនាំប្រតិភូទាំងអស់ទៅសួរសុខទុក្ខនិងនាំចុកអំណោយមនុស្សធម៌មួយចំនួនដែលកាកបាទក្រហមកម្ពុជាទទួលបានពីសប្បុរសជនដើម្បីជួយសម្រាលការលំបាកដល់ប្រជាជនដែលភៀសសឹកចំនួន100គ្រួសារដែលស្ថិតនៅទីតាំងសុវត្ថិភាពដែលនៅជិតទីតាំងប្រារព្ធពិធីដាំដើមឈើ